អ្នកខ្ញុំសូមគោរពជំរាបសួរលោកគ្រូនិងសួស្តីទៅកាន់អ្នកទាំងអស់គ្នាអ្នកខ្ញុំឈ្មោះហៀសុកណាឡើងបកស្រាយពីលក្ខណៈទូទៅនៃប្រាសាទនិងប្រវត្តិការកសាងរបស់ប្រាសាទបន្ទាយស្រីប្រាសាទបន្ទាយស្រីមានចម្ងាយប្រមាណ30គីឡូម៉ែត្រទិសខាងជើងភាគខាងកើតនៃទីក្រុងសៀមរាបប្រាសាទបន្ទាយស្រីនេះដើមឡើយមានទីតាំងស្ថិតនៅក្នុងក្រុងបុរាណមួយឈ្មោះថាអេស្វបុរាណតែបច្ចុប្បន្ននេះប្រាសាទបន្ទាយស្រីស្ថិតនៅភូមិបន្ទាយស្រីឃុំខ្នារសណ្ដាយស្រុកបន្ទាយស្រីខេត្តសៀមរាបហើយឈ្មោះប្រាសាទបន្ទាយស្រីនេះផងដែរមិនមែនមានន័យថាជាបន្ទាយរបស់មនុស្សស្រីដូចអ្វីដែលគេតែងតែភាន់ច្រឡំពីកន្លងមកនោះទេបន្ទាយជាពាក្យទូទៅដែលអ្នកស្រុកហៅសំដៅទៅលើទីតាំងប្រាសាទក្រុមចាស់ភូមិដែលមានទំនប់របងជញ្ជាំងនិងកំពែងប៉ិតជុំវិញជាដើមចំណែកពាក្យដែលយើងត្រូវពិចារណានោះគឺពាក្យស្រីក្នុងន័យនេះមិនមែនសំដៅទៅលើស្ត្រីដែលមានភេទជាស្រីឡើយបើតាមពាក្យសំស្ក្រឹតពាក្យស្រីឬស្រីមានន័យថាដែលសេរីដែលខ្ពង់ខ្ពស់ដែលអស្ចារ្យដែលប្រសើរដែលមង្គលជាដើមនេះបើតាមការបញ្ជាក់ក្នុងអត្ថបទមួយដែលមានចំណងជើងថាឈ្មោះប្រាសាទបន្ទាយស្រីដែលបានធ្វើការចុះផ្សាយក្នុងគេហទំព័រ AFS របស់បណ្ឌិតញឹមសុធាវណ្ណលោកបានសរបញ្ជាក់ឲ្យឃើញថាពាក្យស្រីឬស្រីតែងតែដាក់នាំពីមុខឈ្មោះរបស់ព្រះរាជាឈ្មោះអាទិទេពនិងឈ្មោះរាជិនីជាដើមនេះបើយោងតាមសិលាចារខេ842ឈ្មោះដើមរបស់ប្រាសាទបន្ទាយស្រីគឺស្រីធភុវនៈមហេស្វរៈឬក៏ស្រីធភុវនៈមហេស្វរៈដូចនេះការហៅថាប្រាសាទបន្ទាយស្រីប្រហែលជាទម្លាប់នៃការប្រើយ៉ាងខ្លីតាមទម្លាប់មាត់ខ្មែរដោយកាត់យកត្រឹមពាក្យស្រីនៃឈ្មោះដើមរបស់ប្រាសាទនេះរួមផ្សំជាមួយពាក្យបន្ទាយពីខាងមុខប្រាសាទនេះត្រូវបានកសាងឡើងនៅក្នុងឆ្នាំ967នៃគ្រិស្តសករាជនៅក្នុងរាជ្យរបស់ព្រះបាទរាជេន្ទ្រវរ្ម័នទី2ដោយព្រះរាជគូរបស់ព្រះអង្គមានឈ្មោះថាយញ្ញវរហៈនិងកូនប្រុសរបស់គាត់ឈ្មោះថាវិស្ណុកុមារជាអ្នកជួយការងារបន្ថែមក្នុងការសាងសង់ប្រាសាទនេះឡើងការជួសជុលប្រាសាទបន្ទាយស្រីកាលពីសម័យអាណានិគមបារាំងគឺពុំទាន់ល្អស្អាតដូចដែលយើងឃើញនៅបច្ចុប្បន្ននេះនៅឡើយទេដោយប្រាសាទនេះត្រូវបានខូចខាតយ៉ាងខ្លាំងនៅក្នុងទសវត្សរ៍ឆ្នាំ1930សាលាបារាំងចុងបូព៌ាប្រទេសបានជួសជុលធ្វើប្រាសាទនេះឡើងវិញដោយការជួសជុលពេលនោះគឺធ្វើឡើងលើប្រាសាទកណ្ដាលនិងរចនាបថខ្លះៗតែនៅមានរចនាបថជាច្រើនទៀតដែលមិនទាន់បានជួសជុលហើយទាមទារការអភិរក្សជួសជុលជាបន្តទៀតប្រាសាទបន្ទាយស្រីចំពោះប្លង់ប្រាសាទគឺសង់ដោយខឿនតែមួយដែលមានផ្លូវពីរគឺពីទិសខាងកើតនិងពីទិសខាងលិចដោយយើងឃើញមានពីទិសខាងកើតគឺមានគោបុរៈចំនួន4ចំណែកទិសខាងលិចមានគោបុរៈចំនួន3ហើយនៅគោបុរៈនីមួយៗតែមានចម្លាក់ដ៏ល្អវិចិត្រក្រៃលែងជាទូទៅគេច្រើនចូលទៅទស្សនាប្រាសាទនេះតាមគោបុរៈខាងកើតពេលចូលដល់ច្រកទ្វារទី1ឬគោបុរៈទី1នេះយើងនឹងមើលឃើញច្រកមួយដែលមានបណ្ដោយរហូតដល់70ម៉ែត្រហើយនៅអមសងខាងច្រកចូលនេះមានទម្រជើងទៀនតម្រៀបជាជួរសរុបចំនួន23ដើមដោយម្ខាងមានចំនួន16ដើមបើយើងបន្តដើរចូលទៅមុខបន្តិចយើងនឹងឃើញមានរោងតងនៅអមខ្សងផ្លូវដែលនៅខាងស្ដាំនឹងមានចំនួន1ខ្នងនិងខាងឆ្វេងមានចំនួន3ខ្នងបើយើងបន្តទៅមុខរហូតដល់កំពែងទី1យើងនឹងឃើញមានរោងតងចំនួន2ទៀតនៅអមសងខាងទល់មុខគ្នាដែលរោងតងទាំងនោះនឹងបែកបាក់អស់ដោយអន្លើហើយបន្តមកដល់គោបុរៈទី3យើងនឹងឃើញរោងតងចំនួន6ទៀតនៅអមជុំវិញប្រាសាទតែម្ដងចំណែកគោបុរៈទី4ដោយយើងឃើញមានបណ្ណាល័យចំនួន2គឺពីទិសឦសាន1និងទិសអាគ្នេយ៍1ដោយប្រាសាទនៅមិនទាន់មានខែវព័ទ្ធជុំវិញប្រាសាទនៅឡើយទេទៀតនឹងបានជួបស្នេហ៍គឺយើងឃើញមានតែអគារវែងៗតែពីគ្នាប៉ុណ្ណោះក្រោយមកបានអគារវែងៗទាំងអស់ហ្នឹងបាន
វិវត្តទៅជាខែវហើយតួប៉មទាំង3នេះគឺមានតែទៅខាងកើតប៉ុណ្ណោះដែលអាចប្រើការកើតក្រៅពីហ្នឹងគឺសុទ្ធតែព្រាបបញ្ឆោតនោះទេបញ្ថាប្រាសាទបន្ទាយស្រីនេះផងដែរមានតួប៉មចំនួន3រៀងគ្នាជាជួរហើយចំពោះការធ្វើតួប៉មចំនួន3រៀងគ្នានេះគឺបានបន្តពីព្រះកោហើយនិងរលីដែលមានបន្ទប់នឹងតួប៉មគឺអត្តលៈនៅពីមុខតួប៉មទាំង3នេះផងដែរជួបស្នេហ៍ជាថ្មីបច្ចេកទេសនិងសម្ភារៈសំណង់ប្រាសាទបន្ទាយស្រីនេះផងដែរមានលក្ខណៈពិសេសត្រង់សាងសង់អំពីថ្មភក់ពោតផ្កាឈូកដែលមានលក្ខណៈខុសប្លែកអំពីប្រាសាទបុរាណដទៃទៀតនៅក្នុងតំបន់អង្គរប្រាសាទបន្ទាយស្រីនេះផងដែរត្រូវបានសាងសង់ភាគច្រើនអំពីថ្មភក់និងថ្មបាយក្រៀមខណៈដែលថ្មបាយក្រៀមនោះត្រូវបានគេប្រើប្រាស់សម្រាប់សាងសង់ជាកំពែងនិងធ្វើជាកម្រាលផ្លូវដើរចូលប្រាសាទជាដើមអោខេត្តសៀមរាបប្រៀបថាណោសតចំណែកបណ្ណាល័យវិញក៏មានការប្រើប្រាស់ថ្មបាយក្រៀមសម្រាប់ធ្វើជាជញ្ជាំងផងដែរលើសពីនេះទៅទៀតប្រាសាទបន្ទាយស្រីក៏មានការប្រើប្រាស់ឈើនិងក្បឿងជាសម្ភារៈសំណង់ផងដែរបងស្មាចំបាហើយចំពោះប្រភពថ្មពណ៌ផ្កាឈូកនេះផងដែរគឺស្ថិតក្នុងការស្រាវជ្រាវរបស់អ្នកបច្ចេកទេសនៅឡើយទ្រូងបងបានស្បាយពីរឿងស្នេហានៅផ្កាចំបារៀមក្រៀមក្ររយព្រួយរយនឹករយសានទន្ទឹងសិលាចារឹកប្រាសាទបន្ទាយស្រីបន្សល់ទុកសិលាចារឹកចំនួន11ផ្ទាំងដែលនៅគោបុរៈទី1 2ផ្ទាំងគោបុរៈទី2 1ផ្ទាំងគោបុរៈទី3មានចំនួន5ផ្ទាំងគោបុរៈទី4មាន1ផ្ទាំងព្រមទាំងសិលាចារឹកខ្លីៗចំនួន2ផ្ទាំងទៀតត្រង់ចាំដេចទៅពេលនេះចំបៃសៀមរាបបងសរសើរពេជ្រនេះផងដែរមានមុខងារលំអបប្រាសាទនិងជួយកោហៅជាងសរសើរពេជ្រប្រាសាទបន្ទាយស្រីមានក្បាច់ដ៏ល្អឯកគួរជាទីគយគន់តែសរសើរពេជ្រនេះផងដែរច្រើនត្រឡប់ទៅចម្លងទេមរចនាបថរបស់ព្រះគោចំពោះសមាសធាតុផ្សំមានសរសើរ8ជ្រុងដូចគ្នាដោយឡែកសរសើរពេជ្រព្រះគោមានក្បាច់ស្លឹកឈើធំៗហើយនៅចន្លោះក្បាច់ស្លឹកឈើទាំងនេះទៀតសោតមានឆ្លាក់រំយោលជាក្បាច់ការប្រលិតឬការរំចង់បើយើងងាកមកមើលសរសើរពេជ្របន្ទាយស្រីក៏មានធាតុផ្សំដូចគ្នាតែគ្រាន់តែបន្ទាយស្រីមានក្បាច់ស្លឹកឈើមានទំហំតូចៗនិងមានរំយោលតូចៗតែប៉ុណ្ណោះចំណែកឯរូបបដិមាវិញច្រើនមានរាងតូចៗមានទឹកមុខសុភាពមានបបោមាត់ក្រាស់ហើយខ្លីមានរបៀបតុបតែងសក់ថ្មីហើយពុំមានពាក់មកុដឡើយចំណែកឯបដិមាទាំងនេះមានស្លៀកពាក់សំពត់ជាផ្នត់ផងសំពត់លាតរលីងផងហើយបដិមាទាំងនេះស្ថាបនាឡើងពីថ្មភក់រឹងម្យ៉ាងដែលមានពណ៌ស៊ីចម្ពូដែលគេធ្វើតាមរបៀបឆ្លាក់នៃចម្លាក់ឈើច័ន្ទគ្រីស្នេហ៍ពីប្រជាជនឥណ្ឌានាសម័យដើមក្បាច់ចម្លាក់ល្អិតឆ្មារដែលមានភាពរស់រវើកជាងគេហើយមានតួប្រាង្គ3ដែលមានសភាពល្អឆើតឆាយដូចស្រីគ្រប់លក្ខណ៍បន្ទាយស្រីជាប្រាសាទដែលក្បូរក្បាច់រចនាដ៏ល្អប្រណិតមួយដែលអ្នកស្រាវជ្រាវផ្ដល់ឈ្មោះឲ្យថាជាលង្ការដ៏ពិចិត្រនៃសិល្បៈខ្មែរថ្ងៃនេះនាងខ្ញុំនឹងមកបកស្រាយអំពីផ្តែរនៃប្រាសាទបន្ទាយស្រីលក្ខណៈទូទៅសង្កត់ពីផ្តែរបន្ទាយស្រីផ្នែកខ្លះនៃរចនាបថបន្ទាយស្រីនេះត្រូវបានចម្លងចេញពីរចនាបថមុនៗដូចជារចនាបថសម្បូរព្រៃគុករចនាបថគូលែននិងរចនាបថព្រះគោជាដើមរយព្រួយរយនឹករយសានទន្ទឹងពុំឃើញនំនឹងបើទោះបីជាចម្លងពីរចនាបថមុនៗពិតមែនតែការបង្កើតថ្មីក៏មានច្រើនដែលធ្វើឲ្យអ្នកប្រវត្តិសាស្ត្រអាចផ្ដាច់រចនាបថបន្ទាយស្រី
ចេញពីរចនាបថប្រែរូបបានបើទោះបីជាស្ថិតនៅក្នុងសម័យកាលប្រហាក់ប្រហែលគ្នាក៏ដោយក្តី ហើយព្រះលោដំរើជួយផងគ្រាន់ឲ្យបងបានរស់នៅជាគ្នាតទៅនឹងចំពេអើបានជួបហើយចង់ជួបទៀត ផ្ដាយរចនាបថបន្ទាយស្រីនេះគឺនៅចុងសតវត្សទី10ក្នុងរាជ្យរបស់ស្ដេចជ័យវរ្ម័នទី5 រចនាបថបន្ទាយស្រីជាទូទៅមានរូបក្បាលរាហូឬក្បាលព្រះការខំរំយោលទំហំធំធំទម្លាក់ចុះមកនៅត្រង់ចំណុច1/4 ហើយការនិយមមួយទៀតនោះគឺការនិយមធ្វើកម្រងមេឈើឲ្យធ្លាក់មកដល់ក្រោមហើយមានចម្លាក់នៅចំកណ្ដាលដែលជាចម្លាក់រឿងនៅចំកណ្ដាលកម្រងមេឈើជារឿងរ៉ាវរបស់ទេព ហើយបន្ទាប់មកក៏លេចឡើងក្បាច់មួយប្រភេទទៀតគឺក្បាច់គប់ភ្លើងដែលជាមែនតែនឈ្មោះដើមរបស់វាគឺគេហៅថាក្បាច់អង្គរក្បាច់គប់ភ្លើងនេះគឺមានទ្រនាប់ខាងក្រោមជាផ្កាឈូកហើយនៅលើផ្កាឈូកនឹងយើងឃើញមានក្បាច់ស្លឹកឈើរាងដូចជាអណ្ដាតភ្លើងបន្តិចរាងដូចខ្យងសាំងបន្តិចដែលគេហៅថាក្បាច់ហ៊ាន តែជាមែនតែនទៅវាជាក្បាច់ស្លឹកឈើគ្រាន់តែយើងយកស្លឹកឈើមួយទៅដល់ពីលើអញ្ចឹងទៅវាស្រដៀងទៅនឹងគប់ភ្លើងមិនចង់ឃ្លានពីស្នេហានឹកអាឡ័យជាប់ឥឡូវនេះយើងក៏ឡែកមកមើលផ្ដែមួយប្រភេទទៀតរបស់មន្ទីរស្រីដែលសាមញ្ញធម្មតា ផ្ដែមួយប្រភេទនេះមានលក្ខណៈសម្គាល់ដូចជាមានមេឈើខាងចុងកោងផុតទៅលើហើយចំណែកមេឈើកណ្ដាលមានរាងកោងបែកខ្នងដាក់គ្នាធ្លាក់មកដល់ខាងក្រោមហើយមានព្រះការខំកម្រងឈើនៅចំកណ្ដាលមានបដិមានៅខាងលើដូចជាផ្ដែបន្ទាយស្រីមុនដែរហើយអ្វីដែលចំណាំបានច្បាស់នោះគឺក្បាច់គប់ភ្លើងលេចឡើងមកលម្អហើយរចនាបថបន្ទាយស្រីនេះគឺគេនិយមធ្វើរំយោលជាផ្កានៅឡើយទេហើយរំយោលនេះមានតាំងពីធ្លាក់ចុះមកពីលើមកហើយនឹងធ្លាក់ចេញមកតាមស្លឹកឈើរាងរមួលឬក៏ក្បាច់ស្លឹកឈើរាងទំពូក មិនអស់អាឡ័យថ្លៃជីវិតឥឡូវយើងក្រឡេកមកមើលផ្ដែនៃតួប៉មខាងត្បូងផ្ដែនេះក៏ដូចជាផ្ដែមុនដែរមានអង្កត់ធ្នូជាកម្រងមេឈើនិងមានក្បាច់លម្អស្លឹកឈើរាងជាត្រីកោណនិងក្បាច់ស្លឹកឈើរាងដូចទំពក់នៅខាងក្រោមកម្រងមេឈើបន្ថែមពីលើនេះ កម្រងមេឈើក៏មានក្បាច់លម្អដែរគឺក្បាច់ស្លឹកឈើរាងដូចទំពក់ដែលស្ថិតនៅក្រោមកម្រងមេឈើហើយយើងក៏ឃើញមានក្បាច់លម្អគឺជាក្បាច់គប់ភ្លើងដែលជាលក្ខណៈពិសេសដាច់ដោយឡែកពីគេនៃរចនាបថបន្ទាយស្រី ចំណែកនៅចម្លាស់ស្លឹកឈើក៏មានរំយោលរាងដូចផ្កាប្រលិតឬក៏ផ្ការំចង់យកមិញនរណាញញឹមដាក់បងហើយនៅសងខាងកម្រងមេឈើយើងក៏ឃើញមានចម្លាក់សត្វមកកខ្ជាក់សឹងប៉ុន្តែបែរមុខចេញមកខាងក្រៅហើយនៅត្រង់ចំណុចកម្រងមេឈើនៃ 1/4 យើងឃើញមានព្រះការខំក្បាលដំរីហើយប្រមោយដំរីកាន់ក្បាច់រំយោលសំយងចុះមកខាងក្រោមចំណែកនៅពីលើព្រះការយើងឃើញមានរូបចម្លាក់ទេពហ
ហើយនៅកណ្ដាលកម្រងមែកឈើយើងក៏ឃើញមានព្រះយមគង់លើក្របីត្រដោយសឹងពីរព្រមទាំងមានក្បាច់ស្លឹកឈើលម្អនៅជុំវិញព្រះយមនោះផងដែរយប់មិញឃើញអូនញញឹមទៀតទៅបើសាទបន្ទាយស្រីជាប្រាសាទដែលមង្គតដែលសាងសង់អំពីថ្មភក់ការឈប់ក្រមៅជាថ្មដែលមានគុណភាពល្អជាងគេបំផុតដែលក្នុងចំណោមប្រាសាទទាំងអស់ដែលនៅក្នុងប្រទេសកម្ពុជាយើងហើយមួយទៀតប្រាសាទបន្ទាយស្រីក៏ជាប្រាសាទដែលមានចម្លាក់វិចិត្រដែលល្អជាងគេបំផុតដែលនៅក្នុងក្បាច់ចម្លាក់ខ្មែរនៅតាមប្រាសាទនានាសាទហើយមើលទៅលើហោជាងនិងក្លោងទ្វារចូលពីខាងកើតនៅកណ្ដាលហោជាងនោះមានឆ្លាក់ព្រះឥន្ទគង់នៅលើដំរីក្បាល3ហើយដំរីក្បាល3នេះមានឈ្មោះថាឯកវតាហើយក្បាច់ពិតជាស្រស់ស្អាតមែនទែនក្បាច់ចម្លាក់ផុសមកល្អហើយអត់មានស្នាមបែកបាក់ទេហើយមួយទៀតអមហោជាងគឺមានចម្លាក់មកហើយមកនឹងខ្ជាក់នាគក្បាល5ប៉ុន្តែយើងមើលឃើញតែ3ទេពីម្ខាងទៀតយើងមើលអត់ឃើញទេនេះគឺជាចម្លាក់បណ្ណាល័យហោជាងខាងជើងនឹងបង្ហាញអំពីការប្រយុទ្ធគ្នារវាងលោសឹងនិងយក្សលោហៈកសិពុនៅក្នុងប្រាសាទមេបុនខាងកើតលោសឹងនឹងគឺឆ្លាក់ចេញជាចម្លាក់ក្បាលតោប៉ុន្តែប្រាសាទបន្ទាយស្រីនេះមានក្បាច់ជាលម្អហើយបណ្ណាល័យខាងជើងនឹងបង្ហាញអំពីថេរភាពព្រះវិស្ណុទ្វារចូលប្រាសាទនេះគឺមានពីរជាន់ខ្លោងទ្វារខាងក្រៅមានក្បាច់រាងជាគូខ្យងដែលប្រៀបដូចជានឹងកាឡាក់ស៊ីមីគីវេក្បាច់ចម្លាក់នោះគឺស្អាតវិចិត្រហើយខ្លាំងទ្វារខាងក្នុងក៏មានចម្លាក់ល្អវិចិត្រដែលនៅកណ្ដាលហោជាងនឹងគឺមានសត្វដំរី2ដែលប្រោះព្រំទឹកទៅដល់នាងលក្ស្មីហើយចូលមកដល់ខ្លោងទ្វារប្រាសាទខាងក្នុងហើយមើលទៅក្បាច់ចម្លាក់នៅលើផ្តែរនៃខ្លោងទ្វារនេះហើយត្រង់នេះហើយដែលមានក្បាច់ចម្លាក់ល្អជាងគេបំផុតនៅក្នុងប្រាសាទនេះគឺផុសចេញពីខាងក្នុងហើយខាងលើហ្នឹងគឺមានព្រះវិស្ណុដែលយើងហៅថាព្រះសិវៈក្នុងកាយវិការនឹងហៅថាសិវៈនតរាជសិវៈនតរាចាដែលជាព្រះអង្គរួមរបាំនិទារាជហើយក្បាច់ដែលនៅហោជាងនៃហោត្រៃខាងត្បូងនេះបង្ហាញយើងអំពីយក្សក្រុងរាពណ៍កំពុងរួញភ្នំកៃលាសទេព្រះសិវៈគង់ដូចជាមួយនឹងព្រះមហាសីរបស់ព្រះអង្គព្រះនាងឧបមា